ខាងផ្អើលនេះគេថាចោលផ្លន់ម៉ូតូជាករណីបន្ទាត់ទេដែលនេះខ្ញុំបានយកម៉ូតូហ្នឹងទៅបញ្ចាំនៅសាំងសាតអង្គរព្រោះឯសារខ្ញុំជីវភាពខ្វះដោយសារទីមួយខ្ញុំគិតថាខ្ញុំចង់ឲ្យខាងសពព័ត៌មានសុខសាយបែបហ្នឹងដើម្បីជួយសម្រាប់បន្ទុកដល់ខ្ញុំដើម្បីឲ្យសពរស់ធរសម្រាប់ជនគាត់ជួយឃើញពីទុកលំបាករបស់ខ្ញុំអញ្ចឹងហ្នឹងបានខ្ញុំអបភ័យរឿងនឹងកើតឡើងនឹកឃើញពីកំណត់ហ្នឹងទៅដើម្បីឲ្យខាងសារព័ត៌មានគេផ្សព្វផ្សាយថានេះខ្ញុំចោលប្លន់ម៉ូតូក៏ពិតរឿងហ្នឹងគឺអត់ពិតទេខ្ញុំមកជាស្រ័យសូម20ទោសដល់ខាងក្រុមកម្លាំងសមត្ថកិច្ចផងដែលនេះខ្ញុំបំភ្លេចរឿងហ្នឹងកាត់ឡើងដោយសារនេះខ្ញុំមិនបានគិតដល់នេះខ្ញុំមានកំណត់អវិជ្ជមានអញ្ចឹងសូមអភ័យទោសដល់នេះខ្ញុំផងក្រុមហ៊ុនសន្តិសុខ Hemon Security Service HSS ផ្ដល់ជូននូវសេវាកម្មសន្តិសុខជំនាញនិងស្របច្បាប់នៅកម្ពុជាផ្ដល់ទំនុកចិត្តខ្ពស់បំផុតដល់អតិថិជនគ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងអស់នៅទូទាំងរាជធានីខេត្តព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ097 39 39 និង494បាទសូមអនុញ្ញាតជម្រាបសួរសម្ដេចត្រង់ថ្ងៃឧត្តមលោកស្រីប្រិយមិត្តដែលនិយមការតាមដានព័ត៌មានទីញូឌីលីបារិការបស់ខ្ញុំបាទសុនលីនៅថ្ងៃទី31ខែឧសភាឆ្នាំ2026នេះបាទមានករណីមួយដែលបងស្រីបានបាទបំភ្លៃរឿងថាចោលបាទបានមកកាក់យកម៉ូតូរបស់គាត់ដែលទីតាំងនៅចំណុចបាទភូមិផ្អើវនៅស្រុកប្រធាននៃខេត្តកំពង់ចាមបាទបងស្រីជំរាបសួរជំរាបសួរបងស្រីមានឈ្មោះអ្វីដែរខ្ញុំឈ្មោះឈឿងធីតារស់នៅភូមិររិងភូមិកវ៉ាស្រុកបរៃខេត្តកំពង់ធំបាទហើយបងស្រីករណីដែលបងស្រីថាជាចោលកាក់យកម៉ូតូបងស្រីនោះនៅពេលលាម៉ោងប្រហែលបាទហើយនៅថ្ងៃណាថ្ងៃទី30ខែឧសភាឆ្នាំ2026នៅខាងផ្អើលនេះគេថាចោលប្លន់ម៉ូតូជាករណីបន្ទាត់ទេដែលនេះខ្ញុំបានយកម៉ូតូទៅបញ្ចាំនៅសាំងសាតអង្គរព្រោះឯសារខ្ញុំជីវភាពខ្វះអញ្ចឹងសូមបងស្រីម៉ូតូហ្នឹងគឺអត់បានប្លន់បងស្រីទេចាគឺអត់ទេហើយមូលហេតុអីបានបងស្រីចោលប្លន់បងស្រីទៅវិញដោយសារទីមួយខ្ញុំគិតថាខ្ញុំចង់ឲ្យខាងសពព័ត៌មានសុខសាយបែបហ្នឹងដើម្បីជួយសម្រាប់បន្ទុកដល់នាងខ្ញុំដើម្បីឲ្យសពរស់ធរសម្រាប់ជនគាត់ជួយឃើញពីទុកលំបាករបស់នាងខ្ញុំអញ្ចឹងហ្នឹងបាននាងខ្ញុំអបភ័យរឿងនឹងកើតឡើងបាទហើយបងស្រីតាំងថាពេលដែលបងស្រីធ្វើបែបហ្នឹងប៉ះពាល់ដល់កងកម្លាំងសមត្ថកិច្ចព្រមទាំងខេត្តបាទស្រុកទេបងស្រីសារនាងខ្ញុំគិតអត់បានវែងឆ្ងាយអញ្ចឹងខ្ញុំមកជាស្រ័យសូម20ទោសដល់ខាងក្រុមកម្លាំងសមត្ថកិច្ចផងដែលនាងខ្ញុំបំភ្លេចរឿងនឹងកើតឡើងដោយសារនាងខ្ញុំអត់បានគិតដល់នេះខ្ញុំមានកំណត់អវិជ្ជមានអញ្ចឹងសូមអភ័យទោសដល់នាងខ្ញុំផងបាទហើយបងស្រីតើបងម៉ូតូបងស្រីហ្នឹងទៅណាពិតប្រាកដតែម្ដងរងថ្ងៃនេះខ្ញុំយកម៉ូតូហ្នឹងទៅប្រចាំហើយនៅផ្សារអង្គរយកទៅប្រចាំបាទមូលហេតុដែលបងស្រីចង់បានឲ្យគេផ្សព្វផ្សាយដើម្បីបានជំនួយបានអីឬក៏យ៉ាងម៉េចបងស្រីខ្ញុំចង់ឲ្យគេសម្រាប់ធរសម្រាប់ទឹកគាត់ជួយអញ្ចឹងទៅដើម្បីបានលុយខ្លះអញ្ចឹងទៅដើម្បីបន្តជីវភាពអញ្ចឹងបងស្រីនៅដែលថ្ងៃដែលបងស្រីកាត់ហេតុហ្នឹងបងស្រីធ្វើនៅត្រង់ចំណុចកន្លែងណាបាទគឺនាងខ្ញុំបានជិះឡានពីភ្នំពេញមកដល់នៅខាងផ្អើលអញ្ចឹងចុះនៅកន្លែងកាយផ្អើលដើម្បីឈប់នៅកន្លែងហ្នឹងហើយក៏បានឡើងឡានទៅមួយទៀតដើម្បីឡើងទៅភ្នំពេញវិញអញ្ចឹងទៅក៏បាននឹកឃើញពីកំណត់ហ្នឹងទៅដើម្បីឲ្យខាងផ្សារព័ត៌មានគេផ្សព្វផ្សាយថានាងខ្ញុំចោលប្លន់ម៉ូតូក៏ពិតរឿងហ្នឹងគឺអត់ពិតទេបាទចឹងរឿងដែលចោលប្លន់ដែលបងស្រីឲ្យខាងព័ត៌មានទៅផ្សព្វផ្សាយនោះគឺជារឿងមិនពិតទេបាទរឿងនេះគឺរឿងដោយសារតែបងស្រីចង់បានជំនួយហើយដើម្បីបានថវិកាជួយខាងគ្រួសារនៅក្នុងជីវភាពគ្រួសារបាទហើយជីវភាពបងស្រីយ៉ាងម៉េចដែរសប្តាហ៍ថ្ងៃនេះដោយសារមួយរយៈហ្នឹងក្រោយហ្នឹងគឺកូនខ្ញុំឈឺញឹកញាប់ពេកពីអញ្ចឹងខ្ញុំលុយប្រាក់ខែខ្ញុំដែលបានមកគឺខ្ញុំផ្គត់ផ្គង់លើកូនខ្ញុំអញ្ចឹងទៅខ្វះលុយអញ្ចឹងក៏ខ្ញុំបានយកម៉ូតូហ្នឹងទៅប្រចាំហើយក៏បានចាយពេលខ្លះសម្ភារៈខ្លះទៅដើម្បីមួយកូននឹងឯងអត់មានយកតាណាទេគាត់ថាវាធ្វើការងាកខានទៅមកប្រាក់ខែយើងអត់គ្រប់គ្រាន់អញ្ចឹងទៅក៏វាអត់មានលទ្ធភាពរៀបគម្រោងនឹងតែម្ដងឬក៏បងស្រី
រៀបចំធ្វើអានឹងយូរហើយឬក៏បងស្រីទៅតែសម្រេចកំណត់ចិត្តនេះដែរទេ ខ្ញុំគ្រាន់តែឃើញវីដេអូគេជំនួយច្រើនរឿងម៉ូតូដែរទៅខ្ញុំនឹកឃើញថាបើខ្ញុំធ្វើបែបហ្នឹងលោបានជំនួយដែរអញ្ចឹងទៅក៏ខ្ញុំបានធ្វើអត់មានគិតយូរទេបងគ្រាន់តែគិតតែមួយថ្ងៃអញ្ចឹងទៅខ្ញុំចង់តែធ្វើតែប៉ុណ្្នឹងឯងហ្មង បាទ អត់មានកម្រងអីអញ្ចឹងទេ បាទបងស្រីក៏ជោគតែលំបាកដែរណាបាទហើយជាចុងក្រោយបងស្រីមានពាក្យពេចន៍អ្វីតាមផ្ញើឬក៏សុំទោសដល់មហាជនដែលតែងតែយល់ច្រឡំបាទជាពិសេសបងស្រីឲ្យខាងព័ត៌មានផ្សព្វផ្សាយតែម្ដងបងស្រី ខ្ញុំសូមអភ័យទោសដល់មហាជនទាំងអស់ជួយលើកលែងទោសអ្នកខ្ញុំផងដោយសារអ្នកខ្ញុំមិនបានគិតវែងឆ្ងាយអញ្ចឹងសូមខន្តីអភ័យទោសដល់ខាងថ្នាក់ដឹកនាំថ្នាក់លើថ្នាក់ជាន់ខ្ពស់ទាំងអស់ហើយដល់ខាងឃុំសង្កាត់ទៅខាងស្រុកអានេះគុំអាវនេះនៅខាងខណ្ឌប្រទេសស្រុកប្រទេសស្រុកប្រទេសនេះសូមអធិស្ឋានដល់លោកខ្ញុំផងដោយសារអ្នកខ្ញុំមិនបានគិតដល់វែងឆ្ងាយអញ្ចឹងដោយសារគិតខ្លីមកពេលអញ្ចឹងសូមអធិស្ឋាន មានការផ្ដាំផ្ញើអ្វីខ្លះទៅឲ្យអ្នកដទៃទៀតកុំយកគំរូតាម នេះខ្ញុំសូមឲ្យមហាជនទាំងអស់កុំធ្វើគំរូតាមនេះខ្ញុំដោយវាប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះនិងខាងសង្គមនៅប្រទេសជាតិយើងខ្លាំងមែនទែនជាពិសេសដល់ខាងបងខាងសមត្ថកិច្ចគាត់មានវិញ្ញាណខ្លាំងចំពោះរឿងហ្នឹងសូមកាន់អភ័យទោសផងចាសូមអរគុណ ដល់លោកអធិការបាទព្រមទាំងអរគុណដល់ស្នងការខេត្តបាទព្រមទាំងកងកម្លាំងទាំង3បងដែរដែលបានលើកលែងទោសឲ្យបងស្រីដែលបងស្រីបំភ្លៃថាចៅបានកាក់យកម៉ូតូនេះតែម្ដងបាទអញ្ចឹងខ្ញុំបាទសុលីសូមអរគុណសូមជម្រាបលា សារព័ត៌មាន T News ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈប្លែកលឿនច្បាស់ទុកចិត្តបានទាំងព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមនិងព្រឹត្តិការណ៍សំខាន់ៗជុំវិញពិភពលោកសូមប្រិយមិត្តចូលចុច Follow Page សារព័ត៌មាន T News ដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ប្រចាំថ្ងៃដែលកើតមាននៅក្នុងមូលដ្ឋាន